បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះគឺមកពីទិញរបស់សម្រាប់តម្លើងម៉ូទ័របូមទឹកណាបងប្អូនណាមានខ្សែភ្លើងមានកុងតាក់ខ្មៅបិទបើកហើយក៏មានក្បាលស្លាបពែទប់ទឹកហើយក៏មានបំពង់ទីបជួរមានកាវមានស្គុតខ្មៅសម្រាប់រុំខ្សែភ្លើងអញ្ចឹងណាបងប្អូនហើយនិយាយទៅយើងទិញឲ្យគ្រប់សពដោយសារតែផ្លូវឆ្ងាយណាបងប្អូនណាហើយនេះគឺជាម៉ូទ័រចាស់យើងណាបងប្អូនយើងខានប្រើពី2ឆ្នាំដែរហើយតែឥឡូវយើងសាកតម្លើងមើលតើវាបានជោគជ័យដែរអត់ណាបងប្អូនណាបាទឥឡូវនេះយើងចាប់ផ្ដើមតម្លើងនេះគឺយើងបិទកាវបិទអីទី1កុំឲ្យវាហើបកុំឲ្យវាចូលខ្យល់កុំឲ្យវាអីណាបងប្អូនបាទបន្ទាប់ពីយើងតម្លើងហើយហ្នឹងគឺយើងចាប់ផ្ដើមលីទៅស្រះហើយណាបងប្អូនណាបាទឥឡូវនេះគឺដកស្រះហើយបងប្អូនពីស្រះនេះធំដែរណាបងប្អូនការពីមុននេះគេហៅថាស្រះសហគមន៍បងប្អូនអញ្ចឹងបងប្អូនជាពលរដ្ឋដែលគាត់រស់នៅហ្នឹងគឺគាត់ប្រើទឹកស្រះហ្នឹងទាំងអស់កាលតែគាត់អត់ទាន់មានដងណាបងប្អូនឥឡូវនេះគឺគាត់មានដងគ្រប់សពហើយគាត់អត់ប្រើទេនៅឡើយតែខ្ញុំនៅប្រើទេណាបងប្អូនណាគ្រាន់ស្រោចដំណាំឬមួយក៏ប្រើប្រាស់ប្រចាំថ្ងៃចឹងណាបងប្អូនបាទហើយបន្ទាប់ពីហ្នឹងហើយគឺយើងចាប់ផ្ដើមរៀបចំតខ្សែភ្លើងចេញពីម៉ូទ័រណាបងប្អូនរៀបចំតខ្សែភ្លើងហើយយើងចាប់ផ្ដើមអស់ខ្សែភ្លើងដើម្បីទៅផ្ទះយើងតទៅផ្ទះយើងណាបងប្អូនមានជំនួយការមួយដែរសម្រាប់ទិញខ្សែភ្លើងព្រោះខ្សែភ្លើងយើងទិញមកហ្នឹងវាវែងវាជាពាក់ណាបងប្អូនពាក់អញ្ចឹងតើមានអ្នកជួយស្រែកជួយទាញអញ្ចឹងมันបានបន្ទាប់មកយើងទាញមកដល់នេះគឺយើងចាប់ផ្ដើមតបជាប់ជាមួយនឹងព្រីធំនៅក្នុងផ្ទះយើងណាបងប្អូនបាទមានជំនួយការអស់ទៅយោតទៅយោអីក៏បានសម្រេចជោគជ័យបើទៅក៏ជោគជ័យនៅល្អប្រើដូចមុនណាបងប្អូនណាបាទនេះយើងគ្រាន់ស្រោចផ្កានៅមុខផ្ទះអីដែរតិចតួចដែរណាបងប្អូនបន្ទាប់មកហ្នឹងក៏ឆ្លៀតពេលដាំបន្លែដាំប្លុកអីតិចតួចសម្រាប់យើងហូបម្ដងម្កាលដែរបងប្អូនណាមានអីទេស្រុកស្រែជនបទយើងពេញរួចពីការងាររោងចក្ររោងអីហ្នឹងគឺយើងឆ្លៀតមកដាំដំណាំអីតិចតួចអ្វីដែលយើងអាចធ្វើទៅបានណាបងប្អូនបាទហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនណាសូមអរគុណបាទ